ខេសួស្តីអ្នកទាំងអស់គ្នាកាលពីវីដេអូមុនខ្ញុំបានផុសថាខ្ញុំទិញកូនជ្រូកដើម្បីសន្សំលុយអញ្ចឹងឥឡូវហ្នឹងខ្ញុំបានបោកកូនជ្រូកនឹងហើយប៉ុន្តែអត់ដឹងថាលុយហ្នឹងបានប៉ុន្មានទេអញ្ចឹងបើចង់ដឹងថាលុយហ្នឹងបានប៉ុន្មានតែខ្ញុំរាប់ទៅនឹងនេះគឺច្រើនចឹងនេះសុទ្ធតែក្រាស់500 1000 100អីចឹងលុយដែលខ្ញុំសល់ពីខ្ញុំចាយខ្ញុំចេះតែញុកទៅអីចឹងឥឡូវនេះខ្ញុំបោកវាហើយអញ្ចឹងយើងមករាប់ទាំងអស់គ្នាថាលុយហ្នឹងបានប៉ុន្មានដំបូងយើងរាប់ក្រាស់1000សិនណាអ្នកទាំងអស់យើងនឹងបោកលុយ3ហ្នឹង